បាទបងប្អូនទាំងអស់គ្នានេះជាវត្ថុអ្នកខ្លះគេថាវត្ថុមង្គលគោរពបូជាជាគ្រឿងសក្ការៈអីចឹងឲ្យគេរស់ស៊ីមានបានទូធីអីចឹងណាតាមជំនឿអីរៀងខ្លួននេះរបស់ខ្ញុំប្រើប្រាស់ប្រចាំខ្លួននេះកូនក្រកឆ្មាខ្ញុំដាក់ក្នុងឡតណានេះជាកោមខ្លាឃ្មុំនេះចាស់សាច់ចាស់ល្អនៅខ្ចីទេប៉ុន្តែសាច់វាចាស់ល្អនេះកដាញ់ខ្លាដាក់ក្នុងឡតណារៀងដូចនៃសត្វនិករាជចឹងវាមានតាមរៀងសន្តានរបស់វាណានេះអានឹងខ្ញុំបានទី2អានេះទី1នេះកដាញ់ខ្លាដែរដាក់ក្នុងឡតនេះចេះហើយអត្ថភាពរបស់វាយើងដឹងហើយកដាញ់ខ្លាជួយការពារគោបាលស្នាទេមុខអំពើសម្ព័ន្ធការពារម្ចាស់ឲ្យចម្រុងចម្រើននេះចកោមកពើនេះបានពីគ្រូកពើគាត់រាប់អានគ្នាគាត់ឲ្យឮថាវាកាច់បាក់វាខាំគ្នាទៅបាក់ហើយទម្ងន់របស់វាចូលចិត្ត500គីឡូពើនឹងកពើចាស់ពើធំយ៉ាងបាក់គាត់ឲ្យគេ2នាក់ហើយដែលនៅអត់បានគាត់រាប់អានខ្ញុំក៏គាត់ទុកឲ្យប្រើល្អគោមនេះល្អហើយនេះសុកឆ្មានេះបានវាកើតនឹងមុខឲ្យហ្មងទុកឲ្យកើតបានកូន3វាទុកតែមួយឲ្យអញ្ចឹងរបស់អស់ហ្នឹងបើតាមអបិយជំនឿគឺជួយម្ចាស់ឲ្យចម្រុងចម្រើនរុងរឿងលើការគោរពបូជារៀងខ្លួនអ្នកខ្លះក៏មិនជឿអ្នកខ្លះក៏ជឿប៉ុន្តែអ្នកជឿនៅតែជឿអញ្ចឹងអ្នកមិនជឿគេមិនជឿទេរបស់អញ្ចឹងព្រោះវាអត់បានប្រយោជន៍អីសម្រាប់គេអញ្ចឹងណាតែសម្រាប់ខ្ញុំជឿលើរបស់ទាំងហ្នឹងព្រោះពេលខ្លះក៏ជួយយើងបានច្រើននេះមើលរៀងដូចសត្វនិករាជអញ្ចឹងកដាញ់ខ្លាបាទសូមអរគុណច្រើន